នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះយន្តហោះទម្លាក់គ្រាប់បែកឆ្នាតយ៉ាក់ B2 Spirit B-52 និង B-1B របស់សហរដ្ឋអាមេរិកនឹងបើកការវាយប្រហារទម្លាក់គ្រាប់បែកដួចទឹកភ្លៀងទៅលើទីតាំងនុយក្លេអ៊ែរនិងរូងក្រំដីរបស់អ៊ីរ៉ង់ចំណែកឯកងទ័ពអ៊ីរ៉ង់វិញក៏កំពុងបានស្រោចមីស៊ីលរាប់រយគ្រាប់សងសឹកទាំងយប់ផងដែរតើព្រឹត្តិការណ៍សង្គ្រាមដ៏ក្តៅគគុកមួយនេះមានភាពតានតឹងនិងលំអិតយ៉ាងណានោះសូមប្រិយមិត្តតាមដានទស្សនានៅសេចក្តីរាយការណ៍ទាំងស្រុងដូចតទៅនៅប៉ុន្មានម៉ោងទៀតនេះគេរំពឹងថាសហរដ្ឋអាមេរិកនឹងបញ្ចេញយន្តហោះទម្លាក់គ្រាប់បែក B2 Spirit យន្តហោះទម្លាក់គ្រាប់បែក B-52 ឬ B-1B ដើម្បីបើកប្រតិបត្តិការទម្លាក់គ្រាប់បែកទៅលើគោលដៅទីតាំងសំខាន់ៗនៃប្រទេសអ៊ីរ៉ង់ក្នុងនោះតំបន់មជ្ឈិមបូព៌ាត្រូវបានប្រកាសពីការត្រៀមទុយទម្លាក់គ្រាប់បែកទៅលើទីតាំងស្តុកគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់និងទីតាំងស្តុក drone ផងដែរដែលស្ថិតនៅក្នុងរូងក្រំដី B2 Spirit នេះជាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយរបស់អាមេរិកដែលវាអាចផ្ទុកគ្រាប់បាន18តោនក្នុងការហោះហើរម្ដងរបស់វាគោលដៅដែលត្រូវគំនិតក្រៅពីទីតាំងរូងក្រំដីដែលស្តុកគ្រាប់មីស៊ីលនិង drone នោះវានឹងបើកការវាយប្រហារផងដែរទៅលើទីតាំងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលធ្លាប់បើកការវាយប្រហារម្ដងរួចមកហើយកាលពីអំឡុងសង្គ្រាម12ថ្ងៃនៅខែមិថុនាឆ្នាំ2025ប៉ុន្តែក៏មានការចុះផ្សាយថាថ្មីនេះយន្តហោះទម្លាក់គ្រាប់បែក B2 បានបើកប្រតិបត្តិការហោះចូលទៅតំបន់មជ្ឈិមបូព៌ារួចទៅហើយបានត្រឡប់ទៅកាន់មូលដ្ឋានរបស់វាវិញនៅសហរដ្ឋអាមេរិកសារព័ត៌មានអន្តរជាតិចុះផ្សាយថាយ៉ាងហោចណាស់មានយន្តហោះទម្លាក់គ្រាប់បែក B2 ចំនួន4គ្រឿងបើតាមពួកមន្ត្រីមន្ទីរបញ្ជាកោណបានបង្ហើបឲ្យដឹងថាវាបានចូលរួមទម្លាក់គ្រាប់បែកធុនធ្ងន់ទៅលើទីតាំងស្តុកគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ដែលស្ថិតនៅក្នុងទីតាំងរូងក្រំដីតែបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Yahoo ឲ្យដឹងថាកាលពីយប់ថ្ងៃសៅរ៍ទី28កុម្ភៈនោះមន្ទីរបញ្ជាកោណបានបញ្ជាក់ពីការបញ្ចេញយន្តហោះទម្លាក់គ្រាប់បែក B2 ចំនួន4គ្រឿងឲ្យបើកការវាយប្រហារដោយទម្លាក់គ្រាប់ទៅលើគោលដៅជាច្រើនក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់បញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃអាទិត្យទី1មីនាថា B2 ជាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយនោះវាត្រូវបានបំពាក់ដោយគ្រាប់បែកទម្ងន់ 2000 ផោនបើការវាយប្រហារទៅលើគោលដៅជ្រៅនៃទីតាំងរូងក្រោមដីដែលលាក់ស្តុកគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ប៉ុន្តែប្រភពជាច្រើនឲ្យដឹងថានៅពេលនេះក្រៅពីត្រៀមលក្ខណៈនៃការបញ្ចេញយន្តហោះទម្លាក់គ្រាប់បែក B2 សហរដ្ឋអាមេរិកបានត្រៀមរួចរាល់ហើយក្នុងការបញ្ចេញយន្តហោះទម្លាក់គ្រាប់បែក B-52 និង B-1B ដើម្បីបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ដែលសម្ដៅទម្លាក់គ្រាប់បែកដូរទឹកភ្លៀងទៅលើគោលដៅនៃទីបញ្ជាការកងឆ្មងបដិវត្តអ៊ីស្លាមអ៊ីរ៉ង់និងគោលដៅកំទេចទីតាំងរឹងមាំរបស់កងទ័ពអ៊ីរ៉ង់ក្នុងនោះមានទាំងការទម្លាក់គ្រាប់បែកធុនធ្ងន់ចាប់ពី500គីឡូក្រាមទៅកំទេចទីតាំងរូងក្រំដីជាច្រើនទីតាំងនៅទូទាំងប្រទេសអ៊ីរ៉ង់ហើយភាគច្រើនសម្ដៅទៅលើទីតាំងស្តុកគ្រាប់មីស៊ីលនិង drone របស់អ៊ីរ៉ង់ដែលលាក់នៅក្នុងរូងក្រំដីសហរដ្ឋអាមេរិកមុនសង្គ្រាមផ្ទុះឡើងនៅលើទឹកដីអ៊ីរ៉ង់នេះបានបញ្ចេញយន្តហោះទម្លាក់គ្រាប់បែក B-52 និង B-1B ឲ្យបើកធួសម្យុទ្ធជាច្រើនថ្វាយនៅតំបន់មជ្ឈិមបូព៌ាមុនវាត្រឡប់ទៅកាន់មូលដ្ឋានរបស់វាវិញនៅសហរដ្ឋអាមេរិកព័ត៌មានខ្លះចុះផ្សាយថានៅប៉ុន្មានម៉ោងទៀតនេះអាចដឹងថាតើសហរដ្ឋអាមេរិកត្រូវសម្រេចបើកការវាយប្រហារដោយប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B-52 B-2 និង B-1B ដែរឬទេគេនឹងបានដឹងនៅប៉ុន្មានម៉ោងឬប៉ុន្មានថ្ងៃទៀតនេះបន្ទាយករណីលោក Donald Trump បានបញ្ជាក់ថាយុទ្ធនាការនៃសង្គ្រាមរបស់សហរដ្ឋអាមេរិកលើកទី2នេះគឺមានលក្ខណៈទ្រង់ទ្រាយធំបំផុតវាជាសង្គ្រាមដើម្បីកំទេចអានុភាពសពាវុធរបស់អ៊ីរ៉ង់ទាំងអស់ដែលក្នុងនោះមានទាំងរោងចក្រមីស៊ីលរោងចក្រផលិត drone រោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមនិងរោងចក្រនុយក្លេអ៊ែររហូតដល់ប្រតិបត្តិការផ្ដួលរំលំរបបនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ទៀតផងលោក Donald Trump បានប្រកាសថាយុទ្ធនាការសង្គ្រាមរបស់សហរដ្ឋអាមេរិកសហប្រតិបត្តិការជាមួយអ៊ីស្រាអែលនៅពេលនេះគឺមានរយៈពេលជាច្រើនថ្ងៃឬច្រើនសប្តាហ៍ទៅមុខរហូតទាល់តែបានសម្រេចគោលដៅនៃការដោះដូរអំឡាយទាំងស្រុងនៅលើទឹកដីនៃប្រទេសអ៊ីរ៉ង់លោក Donald Trump កាលពីថ្ងៃទី28កុម្ភៈលោកបានចេញសារព្រមានឲ្យរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់និងកងឆ្មាំបដិវត្តអ៊ីរ៉ង់ទម្លាក់អាវុធចុះចាញ់របស់ខ្លួននៅចំពោះមុខប្រតិបត្តិការសឹកពិសេសកងទ័ពសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប៉ុន្តែប៉ុន្មានម៉ោងប៉ុណ្ណោះនៅយប់រំលងអត្រាត្រីឈានចូលដល់ថ្ងៃទី1មិនិនាក៏មានសេចក្តីរាយការណ៍ពីទីក្រុង Washington និងទីក្រុង Tel Aviv ដោយសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលបញ្ជាក់ថា
អាយ៉ាតុលាអាលីខាមេនីកំពូលជនផ្ដាច់ការបំផុតនៃប្រទេសអ៊ីរ៉ង់វ័យ86ឆ្នាំត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយទម្លាក់គ្រាប់បែកនិងបាញ់មីស៊ីលចូលទៅភូមិគ្រឹះរបស់គាត់មួយកន្លែងនៅទីក្រុងតេអ៊ីរ៉ង់នៅខណៈដែលគាត់បានបើកកិច្ចប្រជុំជាមួយនឹងឧត្តមសេនីយ៍របស់គាត់និងមន្ត្រីជាន់ខ្ពស់នៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់លោក Donald Trump បានហៅដំណឹងពីការស្លាប់លោកអាយ៉ាតុលាអាលីខាមេនីថាជារឿងពិតព្រោះលោកបញ្ជាក់ថាលោកទទួលបានការបញ្ជាក់ពីភ្នាក់ងារ CIA សហរដ្ឋអាមេរិកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu ក៏បានបញ្ជាក់ដែរថាសាកសពរបស់គាត់ត្រូវបានកាយរកឃើញនៅក្នុងគំនរកំទេចកំទីនៃការបាក់ស្រុតអគារលំនៅឋានរបស់គាត់ជាមួយនឹងឧត្តមសេនីយ៍របស់គាត់ជាច្រើនរូបក៏បានស្លាប់ហើយញាតិសន្តានរបស់គាត់ចៅរបស់គាត់និងកូនប្រសាររបស់គាត់រហូតដល់ទៅ2នាក់ក៏បានបាត់បង់ជីវិតជាមួយនឹងអាយ៉ាតុលាអាលីខាមេនីដែរលោកអាយ៉ាតុលាអាលីខាមេនីបានឡើងកាន់អំណាចជំនួសរៀមច្បងរបស់គាត់ដែលបានទទួលមរណភាពគឺលោករូហូឡាខូមេនីដែលបានស្លាប់ដោយសារជំងឺព្យាធិនៅក្នុងឆ្នាំ1989លោកអាយ៉ាតុលាអាលីខាមេនីបានឡើងកាន់អំណាចនៅឆ្នាំនោះប៉ុន្តែអំណាចផ្ដាច់ការបំផុតរបស់គាត់គឺធ្វើសមាហរណកម្មសាសនានិងបញ្ជ្រាបវិន័យសាសនាចូលទៅក្នុងជួររដ្ឋាភិបាលនៃរដ្ឋបាលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលនាំឲ្យមានការគៀបសង្កត់ដល់មន្ត្រីរាជការនិងប្រជាជនអ៊ីរ៉ង់មន្ត្រីរាជការរបស់អ៊ីរ៉ង់ភាគច្រើនពុំមានសេរីភាពនោះទេជាមួយនឹងការលាយឡំដោយវិន័យសាសនាទម្លាក់ចុះដោយក្រុមសាសនាអ៊ីស្លាមនៅអ៊ីរ៉ង់ដែលបង្រួមសិទ្ធិនៃអំណាចខ្ពស់បំផុតធាក់ទៅលើលោកអាយ៉ាតុលាអាលីខាមេនីដែលជាប្រធានក្រុមប្រឹក្សាសាសនាคล้ายទៅជាកំពូលមេដឹកនាំដែលមានឋានៈធំជាងប្រធានាធិបតីទៅទៀតការបាត់បង់ជីវិតលោកខាមេនីកើតឡើងជាមួយនឹងការទម្លាក់គ្រាប់បែកទៅលើភូមិគ្រឹះរបស់គាត់ដល់ទៅ30គ្រាប់ដែលទម្លាក់ចេញពីកងយន្តហោះចម្បាសរបស់អ៊ីស្រាអែលហើយចង្អុលផ្លូវដោយ CIA សហរដ្ឋអាមេរិកប៉ុន្តែទន្ទឹមនឹងនេះអ្វីដែលជាការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិនិងសារព័ត៌មានជាច្រើនទៀតបានបង្ហើបឲ្យដឹងថាប៉ុន្មានម៉ោងទៀតនេះសហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារដោយប្រើប្រាក់យន្តហោះទម្លាក់គ្រាប់បែក B2, B52 និង B1B ទៅលើគោលដៅជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់សារព័ត៌មាននៃប្រទេសអ៊ីស្រាអែលក៏បានអះអាងដែរថាសហរដ្ឋអាមេរិកបានបញ្ជាក់ថាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ3ប្រភេទនេះនឹងត្រូវតែចូលរួមចំណែកយ៉ាងពិតប្រាកដនៅក្នុងប្រតិបត្តិការសឹកពិសេសលើកទី2របស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅពេលនេះគឺជាប្រតិបត្តិការសម្ដៅផ្ដួលរំលំរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ទោះជាអាយ៉ាតុលាអាលីខាមេនីត្រូវបានសម្លាប់ក៏ដោយនោះព្រោះរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៃមានស្ថិរភាពនៅឡើយនោះបណ្ដាញសារព័ត៌មានយោធាមួយបានចុះផ្សាយថាប្រតិបត្តិការសឹកពិសេសនិងយុទ្ធនាការរបស់សហរដ្ឋអាមេរិកនៅពេលនេះទំនងជាប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក3ប្រភេទនេះគឺ B52, B2 និង B1B ប៉ុន្តែប្រតិបត្តិការពិសេសនេះទំនងជាអាមេរិកប្រើប្រាស់ B2 ចំនួន4គ្រឿងប៉ុណ្ណោះ B2 Spirit នេះវាអាចផ្ទុកគ្រាប់បែកបានទម្ងន់18តោនក្នុងមួយគ្រឿងរបស់វាដែលវាអាចទម្លាក់ទៅលើគោលដៅដែលស្ថិតនៅក្នុងរូងក្រោមដីជើងបង្ថត់ចំណែក B52 អាចផ្ទុកគ្រាប់បានរហូតដល់ទៅ4000គ្រាប់ដែលទម្ងន់គ្រាប់បែករបស់ B52 ក៏អាចមានទម្ងន់ធ្ងន់ពី200គីឡូក្រាមទៅ500គីឡូក្រាមរហូតដល់1តោនឬលើសពីនេះក៏អាចទម្លាក់បានផងដែរយន្តហោះទម្លាក់គ្រាប់បែក B1B ជាយន្តហោះប្រភេទទម្លាក់គ្រាប់បែកបែបយុទ្ធសាស្ត្រចំនួនថ្មីនេះក៏មានសមត្ថភាពខ្លាំងក្នុងការទម្លាក់គ្រាប់បែកដោយការបាញ់តាមប្រព័ន្ធឡាស៊ែរអន្តរាគមន៍ទៀតផងទាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលទាំងលោក Donald Trump បានប្រកាសសង្គ្រាមដើម្បីសម្រេចជោគជ័យនៃការផ្ដួលរំលំរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នោះទោះវាត្រូវប្រើពេលប៉ុន្មានថ្ងៃឬសប្តាហ៍ក៏ដោយតែនៅខណៈនេះកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កំពុងតែបើកការវាយបោកវិញដោយប្រើប្រាស់មីស៊ីលបាញ់រាប់រយគ្រាប់ចូលទៅទីតាំងសំខាន់នៅក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែលនិងទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងទឹកដីនៃប្រទេសហ្សុកដានី បារ៉ែន គូវ៉ែត កាតា អារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួមប៉ុន្តែមានតែមួយគ្រាប់ប៉ុណ្ណោះដែលបានធ្លាក់ទៅលើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសបារ៉ែនក្រៅពីនោះមីស៊ីលរបស់អ៊ីរ៉ង់បានធ្លាក់ទៅលើអគារលំនៅឋានរបស់ប្រទេសទាំងនោះដែលនាំឲ្យប្រទេសទាំងនោះមានប្រតិកម្មនឹងអ៊ីរ៉ង់យ៉ាងខ្លាំងដោយចាត់ទុកថាជំនួសឲ្យការបាញ់ចំមូលដ្ឋានទ័ពអាមេរិកបែរជាបាញ់ត្រូវអគាររបស់ប្រជាជនទៅវិញនេះគឺជាការសោកស្ដាយបំផុតដែលអ៊ីរ៉ង់ប្រើប្រាស់យុទ្ធសាស្ត្រសង្គ្រាមវាយដោយចំគោលដៅទៅលើជនស៊ីវិលនោះយ៉ាងណាក្នុងសង្គ្រាម2ថ្ងៃមកនេះគឺគេពុំដឹងថាអ៊ីរ៉ង់ប្រើប្រាស់មីស៊ីលប្លង់បាឡីស្ទិកវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលនិងមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូប៉ាចំនួនប៉ុន្មានគ្រាប់នោះទេប៉ុន្តែអំឡុងសង្គ្រាម12ថ្ងៃនៅខែមិថុនាឆ្នាំ2025អ៊ីរ៉ង់បានបាញ់មីស៊ីលប្រភេទបាឡីស្ទិកចំនួន550គ្រាប់និងបាញ់ដ្រូនអត្តឃាត1000គ្រឿង
ប៉ុន្តែភាគច្រើនបំផុតគឺ 90% ត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលបាញ់ទម្លាក់បានស្ថានភាពនៅមជ្ឈមបូប៉ានៅពេលនេះគឺកំពុងស្ថិតក្នុងភាពតានតឹងបំផុតដែលមិនធ្លាប់មានតើការស្លាប់របស់មេដឹកនាំកម្ពុជាអ៊ីរ៉ង់និងការវាយលុកទ្រង់ទ្រាយធំដោយយន្តហោះទម្លាក់គ្រាប់បែកខ្នាតយក្សរបស់សហរដ្ឋអាមេរិកនៅម៉ោងខាងមុខនេះនឹងអាចបិទបញ្ចប់របបនេះទាំងស្រុងឬក៏សង្គ្រាមនេះនឹងរលាតកាន់តែធំតើប្រិយមិត្តយល់យ៉ាងណាដែរចំពោះព្រឹត្តិការណ៍សង្គ្រាមដ៏ក្តៅគគុកមួយនេះសូមខមមិនបញ្ចេញមតិយោបល់របស់អ្នកនៅខាងក្រោមវីដេអូនេះទាំងអស់គ្នាអរគុណប្រិយមិត្តសម្រាប់ការចំណាយពេលវេលាតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមកុំភ្លេចចុច like share និង subscribe ព្រមទាំងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានព័ត៌មានអន្តរជាតិថ្មីៗនិងរហ័សទាន់ជាតិជាបន្តបន្ទាប់ជួបគ្នានៅវីដេអូក្រោយសូមអរគុណ